verkünde die Spiele von Berlin. Was schaffen wir jetzt nicht wieder in Deutschland? Was haben wir nicht für Aufgaben? Adolf Hitler គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ដែលបានកើតនៅក្នុងប្រទេសអូទ្រីសនិងធ្លាប់បានដឹកនាំគណៈបកណាស៊ីអាល្លឺម៉ង់នៅក្នុងឆ្នាំ1934ដល់ឆ្នាំ1945នៅឆ្នាំ1914នៅពេលដែលសង្គ្រាមលោកលើកទី1ចាប់ផ្ទុះឡើង Hitler បានស្ម័គ្រចិត្តចូលបម្រើជួរកងទ័ពអាល្លឺម៉ង់ដោយមានតួនាទីជាអ្នកនាំសាររវាងបញ្ជាការដ្ឋាននិងសមរភូមិមុខប៉ុន្តែគាត់បានចំណាយពេលនៅបញ្ជាការដ្ឋាននិងក្នុងមន្ទីរពេទ្យច្រើនជាងសមរភូមិមុខនៅក្រៅសង្គ្រាមលោកលើកទី1 Hitler បានបន្តការងារក្នុងជួរកងទ័ពអាល្លឺម៉ង់តទៅទៀតដោយត្រូវបានគេចាត់ឲ្យឃ្លាំមើលសកម្មភាពរបស់សមាជិកគណៈបកពលករអាល្លឺម៉ង់នៅក្នុងពេលកំពុងឃ្លាំមើលសកម្មភាពរបស់គណៈបកនេះ Hitler ក៏ស្រាប់តែចាប់ផ្ដើមជាប់ចិត្តនឹងគោលនយោបាយបែបជាតិនិយមរបស់ពួកគេហើយគាត់ក៏បានចូលជាសមាជិកគណៈបកពលករអាល្លឺម៉ង់នៅចុងឆ្នាំ1919នៅខែកក្កដាឆ្នាំ1921ត្រឹមតែ2ឆ្នាំប៉ុណ្ណោះក្រោយពីបានចូលជាសមាជិកគណៈបកពលករអាល្លឺម៉ង់ Hitler ក៏ត្រូវបានគេតែងតាំងជាប្រធានគណៈបកដែល Hitler បានបដូរឈ្មោះទៅជាគណៈបកសង្គមជាតិនិយមដែលត្រូវបានគេស្គាល់ជាទូទៅថាគណៈបកណាស៊ីនៅក្នុងឆ្នាំ1923គាត់បានប្រកាសរដ្ឋប្រហារមួយនៅទីក្រុងមូនិចក្នុងគោលដៅដើម្បីផ្ដួលរំលំរដ្ឋបាលអាល្លឺម៉ង់តែរដ្ឋប្រហារនេះមិនបានជោគជ័យនោះទេហើយការបរាជ័យនៃរដ្ឋប្រហារបានធ្វើឲ្យមានការចាប់ខ្លួនគាត់និងកាត់ទោសដាក់ពន្ធនាគាររយៈពេល5ឆ្នាំពីបទក្បត់ជាតិដែលនៅក្នុងកំឡុងពេលនោះគាត់បានសរសេរប្រវត្តិរូបរបស់គាត់ដែលមានឈ្មោះថាការតស៊ូរបស់ខ្ញុំប៉ុន្តែ Hitler ជាប់នៅក្នុងពន្ធនាគារជាមួយឆ្នាំប៉ុណ្ណោះក៏ត្រូវបានតុលាការកំពូលអាល្លឺម៉ង់សម្រេចលើកលែងទោសមកវិញក្រោយពីគាត់ត្រូវបានដោះលែងនៅក្នុងឆ្នាំ1924មក Hitler បានបង្កើនប្រជាប្រិយភាពយ៉ាងខ្លាំងនិងដោយសារការឃោសនាពីលទ្ធិស្នេហាជាតិរបស់អាល្លឺម៉ង់ប្រឆាំងនឹងពួកជនជាតិជ្វីបលទ្ធិប្រឆាំងនឹងរបបកុម្មុយនីសគួបផ្សំនឹងការថ្លែងសន្ទរកថាដ៏ទាក់ទាញធ្វើឲ្យគាត់មានប្រជាប្រិយភាពកាន់តែខ្លាំងគោលបំណងរបស់ Hitler គឺចង់បង្កើតនៅការដឹកនាំអាណានិគមនៃពួកណាស៊ីអាល្លឺម៉ង់ទៅលើទ្វីបអឺរ៉ុបផ្ដាច់មុខហើយដើម្បីសម្រេចគោលបំណងនេះគោលនយោបាយក្នុងស្រុកនិងក្រៅស្រុករបស់គាត់បានផ្ដោតសំខាន់ទៅលើការវាយទីយកទីកន្លែងឲ្យប្រជាជនអាល្លឺម៉ង់រស់នៅការវាយទីនេះបាននាំឲ្យកើតមាននៅសង្គ្រាមលោកលើកទី2នៅក្រោមការដឹកនាំរបស់ Hitler មនោគមវិជ្ជាប្រកាន់ពូជសាសន៍របស់គាត់បានធ្វើឲ្យមានការសម្លាប់រង្គាលជនជាតិជ្វីបយ៉ាងហោចណាស់ 5.5 លាននាក់យើងនឹងបន្តទៅស្វែងយល់បន្តិចទៀតថាតើហេតុអ្វីបានជា Hitler ព្យាយាមសម្លាប់រង្គាលជនជាតិជ្វីបដូច្នេះការនៅវ័យសិក្សា Hitler មានចំណង់ចំណូលចិត្តទៅលើមុខវិជ្ជាសិល្បៈប៉ុន្តែគ្រឹះស្ថានសិក្សានៅទីក្រុងវីយ៉ែនប្រទេសអូទ្រីសមិនព្រមទទួលយកគាត់ឲ្យចូលរៀននៅឡើយជាមូលហេតុបណ្ដាលឲ្យ Hitler កើតក្តីអាម៉ាស់យ៉ាងខ្លាំងក្រោយពីបរាជ័យលើវិស័យសិក្សាធិការជីវិតរបស់ Hitler ត្រូវបានទទួលរងនៅភាពតែតោគ្មានទិសដៅអស់រយៈពេល6ឆ្នាំដោយគាត់បានទៅស្នាក់នៅផ្ទះជួលមួយកន្លែងដែលមានម្ចាស់ផ្ទះជាជនជាតិជ្វីបហើយម្ចាស់ផ្ទះនោះទៀតសោតមានចរិតក្អេងក្អាងចូលចិត្តមាក់ងាយអ្នកដទៃចំណែកឯនៅទីក្រុងវីយ៉ែននេះគឺសម្បូរទៅដោយជនជាតិជ្វីបណាស់ខណៈ Hitler ខ្លួនឯងតែងត្រូវបានគេមាក់ងាយមើលថោកជារឿយៗនៅប្រទេសអាល្លឺម៉ង់អូទ្រីសជនជាតិជ្វីបភាគច្រើនមានទ្រព្យសម្បត្តិស្ដុកស្ដំនិងជាអ្នកក្តៅក្តាប់សេដ្ឋកិច្ចមួយភាគធំក្នុងសង្គមខណៈជនជាតិម្ចាស់ស្រុកបែរជាមានភាពក្រីក្រតប់យ៉ាត្រដាប់ត្រដួសទៅវិញ Hitler និងជនរួមជាតិអាល្លឺម៉ង់អូទ្រីសដទៃទៀតបានរងនៅការមាក់ងាយមើលថោកជារឿយៗពីសំណាក់ជនជាតិជ្វីបនេះគឺជាដំបៅក្នុងចិត្តដ៏ធំមួយរបស់គាត់ដែលរងការជិះចាប់ក្រោមទង្វើរបស់ជនជាតិជ្វីបក្រៅពីនេះក៏មានរឿងដ៏សែនខ្លោចផ្សាខ្លាំងជាងនេះទៅទៀតគឺពាក់ព័ន្ធជាមួយនឹងម្ដាយរបស់គាត់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យដោយសារការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យជនជាតិជ្វីបទៀតផងមរណភាពរបស់ម្ដាយគាត់បានធ្វើឲ្យគាត់មានគំនុំពុះកញ្ជ្រោលកាន់តែខ្លាំងចំពោះអំបូរជនជាតិជ្វីបនៅពេលដែល Hitler ឡើងធ្វើជាមេដឹកនាំនៅប្រទេសអាល្លឺម៉ង់ការសងសឹកចំពោះជនជាតិជ្វីបក៏កើតមានឡើងជាបណ្ដាដោយជនជាតិជ្វីបទាំងឡាយត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែងផ្លាស់ទីទៅរស់នៅក្នុងជំរំភេរខ្លួននិងរឹបអូសយកមុខរបរទៅឲ្យជនជាតិអាល្លឺម៉ង់ហាងលក់ទំនិញរបស់ជនជាតិជ្វីបត្រូវបានម្ចាស់ស្រុកដុតកំទេចខ្ទេចគ្មានសល់ទាហាននិងជនស៊ីវិលរបស់អាល្លឺម៉ង់មានសិទ្ធិវាយដំចាប់រំលោភឬអាចសម្លាប់ជនជាតិជ្វីបតាមចិត្តដោយគ្មានការល្មើសច្បាប់អ្វីឡើយHitler បានដាក់បញ្ជាឲ្យចាប់ជនជាតិជ្វីបទាំងឡាយបញ្ជូនទៅកន្លែងឃុំឃាំងនិងបង្ខំឲ្យធ្វើការជាទម្ងន់ប្រៀបបីដូចជាទីសកលប្រសិនបើជនជាតិជ្វីបណាមួយរឹងទទឹងឬមាត់កតែបន្តិចបន្តួចក្តីក៏ត្រូវសម្លាប់ចោលភ្លាមនៅនឹងមុខតែម្ដង។